ខ្សែទឹកខាងក្នុងនាងតាវតីសែនមានជ័យដែលអញ្ជើញមកខេត្តកណ្ដាលពាក់ផ្លាកលេខ071ចំណែកឯទូខ្សែទឹកខាងក្រៅមានឈ្មោះថានាគទេពកុមារសង្វាតទឹកសែនតេជោដែលអញ្ជើញមកពីខេត្តកណ្ដាលដូចគ្នាដែលពាក់ផ្លាកលេខ073ចាខ្សែទឹកខាងក្រៅឯកសណ្ឋានរបស់គាត់គឺសទាំងអស់តែម្ដងហើយឥឡូវនេះមកដល់កងពាន់ទី2គាត់កំពុងតែនាំមុខរបស់ខ្លួនហើយចំណែកឯទូខ្សែទឹកខាងក្នុងមានឈ្មោះថានាងតាវតីសែនមានជ័យខេត្តកណ្ដាលហើយខេត្តកណ្ដាលដូចគ្នាចាខុសតែវត្តហើយនឹងស្រុកទេឯកសណ្ឋានរបស់ទូខ្សែទឹកខាងក្នុងគឺខៀវទាំងអស់តែម្ដងចាទាំងខោទាំងអាវទាំងមួកចាឥឡូវនេះមកជិតដល់ទីប្រត់គឺឃើញថាទូខ្សែទឹកខាងក្រៅល្បឿនរបស់គាត់គឺពិតជាលឿនលយអស្ចារ្យហើយចាល្បឿនរបស់គាត់គឺខ្លាំងមែនតើឥឡូវនេះគាត់ទទួលបានជ័យជំនះហើយនៅក្នុងថ្ងៃទី2ជើងទី1នេះនាគទេពកុមារសង្វាពេជ្រសែនដែលចូលមកពីខេត្តកណ្ដាលបាទកំពុងតែនាំមុខទៅលើនាងតាវតីសែនមានជ័យបាទមកពីខេត្តកណ្ដាលដោយជើងទី1គឺនាគទេពកុមារសង្វាទឹកសែនដែលជួបាទទទួលបានជ័យជំនះឥឡូវនេះគឺដាច់មួយទូកតែម្ដងនាគទេពកុមារសង្វាពេជ្រសែនជ័យនោះកំពុងតែបន្ថែមល្បឿនយ៉ាងលឿនដែលមានឯកសណ្ឋានពណ៌សក្បោះតែម្ដងនៅលើផ្ទៃទឹកហើយខាងនាគវតីសែនមានជ័យនោះបាទឯកសណ្ឋានពណ៌ខៀវឥឡូវនេះគឺនាគទេពកុមារសង្វាទឹកសែនដែលជួបាទទទួលបានជ័យជំនះទាំងពីរជើងតែម្ដងបាទទៅលើនាងតាវតីសែនមានជ័យមកពីខេត្តកណ្ដាលបាទគូជាបន្តគូទី37បាទយើងឃើញថាខ្សែទឹកខាងក្រៅជំទាវស្រីម៉ៅមហាសុតសែនជ័យ